ថ្លែងក្នុងកិច្ចប្រជុំបើកវេទិកាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី25ស្ដីពីការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងរដូវទឹកជំនន់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសរៀបចំធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រីបណ្ឌិតញឹមវណ្ដាអនុប្រធានទី1ទទួលបន្ទុកនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តមត្រីនរិនអភិបាលខេត្តបន្ទាយមានជ័យបានរាយការណ៍ជូនគណៈអធិបតីនៃឱកាសនោះថាក្នុងឆ្នាំ2013ខេត្តបន្ទាយមានជ័យចាប់តាំងពីថ្ងៃទី27ខែកក្កដារហូតមកគឺបានទទួលឥទ្ធិពលនៃសម្ពាធទាបបណ្ដាលឲ្យមានភ្លៀងធ្លាក់ជាប់គ្នាបង្កឲ្យកើតឡើងនូវទឹកជំនន់ទឹកភ្លៀងនិងទឹកធ្លាក់ពីប្រទេសថៃគិតត្រឹមមកដល់ថ្ងៃទី23ខែសីហាឆ្នាំ2013គឺបង្កឲ្យខូចខាតទាំងស្រុងនិងទទួលផលប៉ះពាល់ដំណាំស្រូវបង្កើនរដូវសរុបចំនួន 23,661 ហិកតា ក្នុងនោះខូចខាតទាំងស្រុង 3,811 ហិកតា ទទួលរងផលប៉ះពាល់ចំនួន 19,850 ហិកតា ប៉ះពាល់ផ្លូវជាតិប្រវែង 124 ម៉ែត្រ ផ្លូវបេតុងប្រវែង 3,916 ម៉ែត្រ និងប៉ះពាល់ផ្លូវលំប្រវែង 5,557 ម៉ែត្រ ខូចខាតទាំងស្រុងប្រវែង 21,864 ម៉ែត្រ ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋចំនួន 844 ខ្នង ប៉ះពាល់សាលារៀនចំនួន 8 កន្លែង ប្រជាពលរដ្ឋរងគ្រោះចំនួន 3,052 គ្រួសារ និងជំលាទៅរកទីទួលសុវត្ថិភាពចំនួន 236 គ្រួសារ ប៉ះពាល់សាលារៀន 8 កន្លែង និងប្រជាពលរដ្ឋក្មេងចាស់ស្លាប់ដោយលង់ទឹកចំនួន 11 នាក់ ឯកឧត្តមបានបញ្ជាក់ឲ្យដឹងច្បាស់ទៀតថាករណីលង់ទឹកស្លាប់ចំនួន 11 នាក់គឺភាគច្រើនកើតឡើងចំពោះកូនក្មេងតូចៗចុះលេងទឹកដោយការធ្វេសប្រហែសរបស់ឪពុកម្ដាយអ្នកផឹកស្រាស្រវឹងនិងអ្នកមានសតិមិនល្អតមកឯកឧត្តមទេសរដ្ឋមន្ត្រីបណ្ឌិតញឹមវណ្ដាបានមានប្រសាសន៍ថាវេទិការៀបចំនៅពេលនេះមានសារៈសំខាន់ជាការកសាងនៅទំនាក់ទំនងយ៉ាងល្អរវាងរដ្ឋាភិបាលជាមួយដៃគូស្ថាប័នអង្គភាពនិងអង្គការជាដៃគូអភិវឌ្ឍក្នុងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុគឺជាបញ្ហាមួយដែលត្រូវគិតគូរយកចិត្តទុកដាក់តាមរយៈការបង្កើនយល់ដឹងជាសាធារណៈដើម្បីពិភាក្សានាំគ្នារិះរកធ្វើការដោះស្រាយក្នុងឱកាសនោះដែរប្រធានអង្គការស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជាក៏បានមានប្រសាសន៍ដែរថាអង្គការស្បៀងអាហារពិភពលោកបន្តសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជាតទៅទៀតជាពិសេសអង្គការស្បៀងអាហារពិភពលោកសន្យាជួយដល់កម្ពុជានៅពេលប្រទេសកម្ពុជាកើតឡើងគ្រោះមហន្តរាយធ្ងន់ធ្ងរដែលរដ្ឋាភិបាលមិនអាចគ្រប់គ្រងស្ថានភាពបានគួរបញ្ជាក់ថាការរៀបចំវេទិកាជាតិការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើកទី25រៀបចំធ្វើឡើងនៅខេត្តបន្ទាយមានជ័យមានរយៈពេល2ថ្ងៃគឺចាប់ពីថ្ងៃទី26រហូតដល់ថ្ងៃទី28ខែសីហាឆ្នាំ2013វេទិកានេះដែរមានសិក្ខាកាមមកពីបណ្ដាខេត្តក្រុងទូទាំងប្រទេសកម្ពុជាបានចូលរួមសរុបជាង100នាក់គឺក្នុងគោលបំណងដើម្បីផ្ដល់ឱកាសសិក្ខាកាមជាសមាជិកនៅថ្នាក់ក្រោមជាតិចូលរួមពិភាក្សាឆ្លុះបញ្ចាំងនិងរៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈការចែករំលែកនៅបទពិសោធន៍លើការងារឆ្លើយតបនិងសង្គ្រោះបន្ទាន់នៅរដូវទឹកជំនន់ដែលខេត្តក្រុងពួកគាត់បានអនុវត្តកន្លងមកខ្ញុំវិជ្ជការអប្សរាណេតរាយការណ៍ពីខេត្តបន្ទាយមានជ័យ